ជំរាបសួរបងប្អូនអូនពូមីនអ្នកគ្នាមុខម្ហូបថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីការស្លម្ជូរប៉ុន្តែយើងអត់ប្រើទំអំពិលបងប្អូនហើយក៏អត់ប្រើស្លឹកមូងឬក៏ផ្លែអីជាម្ជូរទេអានេះគឺខ្ញុំប្រើតាពាំងបាយជូរហើយតាពាំងបាយជូរនេះគឺនៅក្នុងប្រទេសកូរ៉េហើយអានេះឆៃថៅហើយអានេះល្ពៅកូរ៉េហើយខាងក្នុងនេះមានខ្ទឹមបារាំងហើយយើងមានបកាធំបងប្អូនហើយនេះម្ទេសយើងស្លម្ជូរហើយអានេះគ្រឿងរបស់កូរ៉េនេះបងប្អូនគ្រឿងនេះស្លមុខម្ហូបមួយនេះស្លម្ជូរដឹងដាក់ឈ្មោះអីបងប្អូនព្រោះខ្ញុំឆ្នៃបើយើងហៅថាតុងយ៉ាំក៏មិនចាំតុងយ៉ាំម្ជូរតាពាំងបាយស្លម្ជូរតាពាំងបាយជូរឆៃថៅល្ពៅជាមួយនឹងបង្គាបងប្អូនហើយចំពោះបង្គានេះធំណាមួយប៉ុនមេជើងធំមែនតើហើយអានេះខ្ទឹមបារាំងបងខ្ទឹមបារាំងហើយយើងមានខ្ទឹមសប៉ុន្តែខ្ទឹមសនៅខាងក្រោមបងខ្ទឹមសនៅខាងក្រោមអញ្ចឹងចាំមើលពេលខ្ញុំស្លខ្ញុំនឹងប្រាប់បងប្អូនពីរបៀបចំពោះការស្លគឺយើងដូចតែគ្នាបងប្អូនយើងមានប៊ីចេងយើងមានរ៉ូឌីយើងមានស្ករសយើងមានគ្រឿងរបស់កូរ៉េនេះហើយយើងមានតែប៉ុណ្្នឹងគ្រឿងបងប្អូនហើយយើងដាក់ទឹកប្រហុកចូលបន្តិចទឹកប្រហុកដាក់កាពិក៏បានបងប្អូនបើសិនជាបងប្អូនមានកាពិអានេះគឺយើងមានកាពិបងប្អូនអានេះកាពិចំពោះហើយពីស្លឆ្អិនទៅមកឲ្យបងប្អូនមើលផ្សាយទៅឥឡូវសម្លយើងចាប់ផ្ដើមពុះហើយយើងចាប់ផ្ដើមដាក់ដាក់បន្លែចុងក្រោយព្រោះដូចខ្ទឹមបារាំងវាឆាប់អាលួយអញ្ចឹងយើងអាចដាក់វាមុនបានបងប្អូនហើយសម្លនេះគឺមានខ្ញីទេបងប្អូននេះគឺមានខ្ញីយើងដាក់បកាចូលនេះហើយអានេះតាពាំងបាយជូរបងប្អូនអ្នកគ្នាតាពាំងបាយជូរលើកទី1ខ្ញុំសាកឆ្នៃស្លចង់ដឹងថាចាំមើលយើងអត់ប្រើម្ជូរអំពិលយើងដាក់តាពាំងបាយជូររសជាតិវាបែបណាដែរអញ្ចឹងហើយយើងដាក់ម្ទេសចូលបន្តិចទៅបងប្អូនជួយចិត្តអីជាងគេបងប្អូនជួយចិត្តបកាអានេះបកាបងប្អូនធំមែនតើបកានេះគឺយើងបានស្រោះទឹកក្តៅហើយម្សៅបងប្អូនប៉ុន្តែយើងអត់ស្រោះវាឆ្អិនពេកស្រោះឲ្យវាអស់ជាតិបកាជាតិអីណាហើយចំពោះរសជាតិបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនមែនប្រៃសែបល្មមអីបងប្អូនសាកធ្វើតាមខ្ញុំធានាឆ្ងាញ់ព្រោះខ្ញុំធ្វើហូប2ដងទាំងហ្នឹងហើយអានេះយើងដាក់ឈ្មោះវាថាសម្លម្ជូរតាពាំងបាយជូរឆៃថៅជាមួយល្ពៅមានបង្គានៅក្នុងនេះនឹងដាក់ឈ្មោះអីបងប្អូនវាមានច្រើនមុខពេក